មានមនុស្សជាច្រើនគិតថាភាពឆ្លាតវៃសមត្ថភាពឬក៏ភាពជោគជ័យគឺជារឿងដែលមនុស្សម្នាក់កើតមកមានស្រាប់អ្នកខ្លះនិយាយថាខ្ញុំមិនបកកែអង់គ្លេសទេខ្ញុំមិនធ្លាប់ឆ្លាតដូចគេទេខ្ញុំធ្វើមិនបានទេហើយពាក្យទាំងនេះคล้ายជាជញ្ជាំងដែលបិទឱកាសខ្លួនឯងប៉ុន្តែសភៅ mindset បានបង្រៀនយើងថាអ្វីដែលកំណត់ជីវិតមនុស្សមិនមែនត្រឹមតែសមត្ថភាពទេតែជារបៀបដែលយើងគិតអំពីសមត្ថភាពរបស់ខ្លួនក្នុងសភៅនេះគេនិយាយអំពី mindset ចំនួន2ប្រភេទទី1គឺ fit mindset មនុស្សដែលមាន fit mindset ជឿថាសមត្ថភាពរបស់ខ្លួនមិនអាចផ្លាស់ប្ដូរបានទេបរាជ័យបន្តិចក៏គិតថាខ្លួនឯងមិនពូកែត្រូវគេរិះគន់បន្តិចក៏ចង់បោះបង់ព្រោះគេជឿថាបើមិនពូកែពីដំបូងគឺមិនអាចពូកែបានទៀតទេតែ mindset មួយទៀតដែលសំខាន់ខ្លាំងបំផុតគឺ growth mindset មនុស្សដែលមាន growth mindset ជឿថាមនុស្សអាចរៀនអាចអភិវឌ្ឍអាចក្លាយជាមនុស្សល្អជាងមុនបានបើគេព្យាយាមបន្តគេមិនខ្លាចបរាជ័យទេព្រោះគេដឹងថាបរាជ័យគឺជាផ្នែកមួយនៃការរីកចម្រើនពេលគេធ្វើមិនបានគេមិននិយាយថាខ្ញុំល្ងងតែគេនិយាយថាខ្ញុំមិនទាន់ធ្វើបាននៅឡើយទេហើយពាក្យនៅឡើយទេអាចផ្លាស់ប្ដូរអ្វីៗជាច្រើនក្នុងជីវិតព្រោះវាមានន័យថាអ្នកនៅមានឱកាសរៀននៅមានឱកាសរីកចម្រើននិងនៅមានឱកាសក្លាយជាមនុស្សថ្មីអ្នកដឹងទេមនុស្សដែលជោគជ័យជាច្រើនមិនមែនពូកែជាងគេពីដំបូងទេតែពួកគេមិនឈប់រៀនពួកគេមិនអោយបរាជ័យកំណត់តម្លៃខ្លួនឯងទេហើយនេះជារឿងដែលខ្ញុំចូលចិត្តបំផុតពីសភៅនេះកុំវាស់តម្លៃខ្លួនឯងតាមលទ្ធផលមួយថ្ងៃព្រោះមនុស្សគ្រប់គ្នាសុទ្ធតែកំពុងរៀនសុទ្ធតែកំពុងរីកចម្រើនបើថ្ងៃនេះអ្នកមិនទាន់ពូកែវាមិនមែនមានន័យថាអ្នកនឹងនៅបែបនេះរហូតទេអ្នកអាចផ្លាស់ប្ដូរបានបើអ្នកមិនបោះបង់លើខ្លួនឯងដូច្នេះបើអ្នករៀនអង់គ្លេសមិនទាន់បានល្អបន្តរៀនទៀតបើអ្នកធ្វើ content មិនទាន់ល្អបន្តអភិវឌ្ឍបន្តទៀតបើអ្នកកំពុងតស៊ូក្នុងជីវិតសូមកុំគិតថាខ្លួនឯងអន់ជាងគេព្រោះមនុស្សដែលរីកចម្រើនពិតប្រាកដមិនមែនជាមនុស្សដែលមិនធ្លាប់បរាជ័យទេតែជាមនុស្សដែលរៀនពីបរាជ័យហើយបន្តដើរទៅមុខទៀតហើយចុងក្រោយនេះជីវិតអ្នកនឹងមិនផ្លាស់ប្ដូរដោយសារតែអ្នកគិតថាខ្លួនឯងល្អមិនគ្រប់គ្រាន់តែវានឹងផ្លាស់ប្ដូរនៅថ្ងៃដែលអ្នកជឿថាខ្លួនឯងអាចរីកចម្រើនទៅមុខបាន